សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នាពីរបៀបកែ skin ធ្វើយ៉ាងម៉េចដើម្បីឲ្យមានភ្នែក animation នៅក្នុង Mode Action Star គឺកែប្រែពីភ្នែកដែលធម្មតាបែបនេះទៅជាភ្នែកដែលមាន animation ឆ្វេងស្ដាំហើយបិទបើកអញ្ចឹងនិយាយទៅស្រួលហ្មងអ្នកគ្នាដាក់ Mode Action Star ហើយប៉ុន្តែវាអត់មានចេញភ្នែកអញ្ចឹងអ្នកអាចមើលវីដេអូនេះពេញបានដំបូងអ្នកគ្នាត្រូវចូលទៅកាន់ app IG Span ដើម្បី edit skin យើងពេលដែលអ្នកទាំងអស់គ្នាដាក់ skin យើងចូលហើយយើងចុចកន្លែងពាក្យថា lasso នេះកន្លែង tool ហ្នឹងណាដើម្បី select ក្បាល skin ក្បាលរបស់យើងធ្វើការ select វាមួយមកអ្នកទាំងអស់គ្នា select មើលតាមខ្ញុំទៅនិយាយទៅ select តែក្បាលណាធ្វើមិន select ឲ្យគ្រប់ក្បាល4ជ្រុងហ្នឹងហើយអ្នកនាងចុចនៅកន្លែងខាអាការ៉េខាងលើនេះដើម្បី copy ដល់ពេល copy ហើយអ្នកនាងចុចផាសវាមកដើម្បីទាញវាទៅដាក់នៅខាងលើអ្នកនាងអាចមើលខ្ញុំបានថាខ្ញុំដាក់នៅកន្លែងណាអញ្ចឹងណាហើយក្បាលហ្នឹងយើងត្រូវការ copy វាចេញមកពីរដើម្បីដាក់ឆ្វេងមួយស្ដាំមួយអ្នកនាងអាចទាញមើលតាមខ្ញុំបាននិយាយទៅស្រួលក៏ដាក់តាមកន្លែងប្រហោងដាក់មាន skin ហ្នឹងបន្ទាប់ពីដាក់អញ្ចឹងហើយអ្នកនាងធ្វើការ save វាទុកសិនបន្ទាប់ពី save វាជា PNG ហើយអ្នកនាងចូល Google ឬក៏ Chrome ដើម្បី search ពាក្យថា Block Bench ហើយអ្នកនាងចូលកាន់លើគេនេះបន្ទាប់មកអ្នកនាងយកពាក្យថា Open Web App ពេលបើក Open Web App ហើយវានឹងមកកាន់កន្លែងបែបនេះដូចខ្ញុំចុច Minecraft Skin បន្ទាប់មកអ្នកនាងចុចថា Create New Model បើចាញ់អញ្ចឹងហើយ Player យកពាក្យថា Player Slim ហើយ Bedrockបន្ទាប់មកកន្លែង select នេះអ្នកនាងយកថា texture pack file ពេលអ្នកនាងដាក់ file អ្នកនាងចូលហើយអ្នកនាងចុច confirm មកវានឹង loading skin យើងមកអញ្ចឹងពេល clicking skin អញ្ចឹងហើយអ្នកនាងយករូបខាងក្រោមអ្នកនាងអាចមើលតាមប៊ូតុងដែលខ្ញុំដាក់ឲ្យបានណាពេលដែលយើងចុចប៊ូតុងខាងក្រោមហ្នឹងហើយវានឹងចេញទៅជាភាគនៃ skin ឲ្យយើងកែកើតអញ្ចឹងណាហើយនេះគឺជា tool សម្រាប់គូហើយមួយទៀតគឺជា tool សម្រាប់យើងcopy color ដើម្បីគូបានណាមុនដំបូងគេអ្នកនាងត្រូវកែភ្នែកខាងឆ្វេងឥឡូវហ្នឹងទៅជាខ្មៅទាំងអស់អ្នកនាងអាចមើលរូបគំរូខ្ញុំបានហើយសាកតកែទៅនិយាយទៅអារូបក្បាលខាងឆ្វេងហ្នឹងអ្នកនាងដាក់ឲ្យខ្មៅទាំងអស់ដូចរោមភ្នែកអ្នកទាំងអស់គ្នាអញ្ចឹងរោមភ្នែកអ្នកទាំងអស់គ្នាកាច់ឈូកដាក់កាច់ឈូកទៅហើយបន្ទាប់មកក្បាលខាងស្ដាំខាងលើអ្នកនាងត្រូវដាក់អីសទាំងអស់កន្លែងភ្នែកហ្នឹងនិយាយទៅវាអាចនឹងតាម skin អ្នកទាំងអស់គ្នាដែរអារោមភ្នែកចើមនេះហ្នឹងប៉ុន្តែអ្នកនាងអាចដាក់តាមខ្ញុំបានចើមដាក់ចាំសុតហើយហាងស្ដាំគឺសសុតហ្មងបន្ទាប់មកយើង zoom ទៅខាងក្រោមកន្លែងដៃនេះយើងរាប់វា4 block ពីលើ4 block ពីលើហ្នឹងខណៈនេះរាប់ដាក់នេះគូ4 block ចេះហើយបន្ទាប់មកខាងក្រោមដៃហាងស្ដាំហ្នឹងអ្នកនេះដាក់2 block នៃគ្រាប់ភ្នែកអានេះគឺជាប្រហែលចំណុចដែលខ្ញុំកែអ្នកនេះអាច stop មើលបានអញ្ចឹងណាហើយយើងធ្វើការ save PNG នឹងម្ដងទៀតមកដើម្បីទៅដាក់ក្នុង Minecraft game យើងជា skin មុនយើង edit ទៅវាអត់មាន animation ទេហើយនេះគឺជា skin ដែលយើង edit ហើយគឺវាចេញ animation ភ្នែកបែបនេះនិយាយទៅលយហ្មងណា